មិនថាជាការអង្គុយឬតម្រៀតខ្លួនគេងដើម្បីស្មឹងស្មាតស្ដាប់សមាធិនាំផ្លូវបញ្ចេញចោលនៅធម៌ពលមិនល្អនិងស្រូបយកធម៌ពលល្អៗដាក់ខ្លួនឯងវិញដាក់ដៃថ្នមៗនៅលើដងខ្លួនបិទភ្នែកជឿនហើយចាប់ផ្ដើមស្ដាប់សំឡេងបំពេដួងចិត្តមួយនេះដកដង្ហើមចូលយឺតទប់ដង្ហើមបន្តិចរួចហើយដកដង្ហើមចេញយឺតម្ដងទៀតស្រូបយកដង្ហើមចូលឲ្យជ្រៅបំពេញសួតរបស់អ្នកដោយខ្យល់បរិសុទ្ធទប់ដង្ហើមមួយសន្ទុះរួចហើយដកដង្ហើមចេញយឺតជាមួយនឹងការបន្ធូរអារម្មណ៍តានតឹងនិងភាពតប់ប្រមល់នានាចេញពីក្នុងខ្លួនអ្នកផងដែរមានអារម្មណ៍ថាខ្លួនរបស់អ្នកចាប់ផ្ដើមធូរស្បើយបន្តិចហើយឬនៅមានអារម្មណ៍ថាចិត្តរបស់អ្នកក៏ស្ងប់ស្ងាត់បន្តិចហើយដែរមែនទេរាល់ដង្ហើមចេញចូលស្រមៃថាអ្នកកំពុងសម្អាតផ្ទៃលំហក្នុងខ្លួនរបស់អ្នកស្រមៃថាអ្នកកំពុងស្រូបយកភាពស្ងប់ស្ងាត់ចូលនិងដកភាពរញ៉េរញ៉ៃចេញឥឡូវនាំអារម្មណ៍របស់អ្នកមកផ្ដោតទៅលើរាងកាយវិញចាប់អារម្មណ៍ទៅលើក្បាលស្មាទ្រូងដៃនិងជើងរបស់អ្នកតើអ្នកមានអារម្មណ៍តានតឹងនៅត្រង់ណាដកដង្ហើមចូលថ្នមយឺតទៅកាន់កន្លែងនោះចាំថារាល់ការដកដង្ហើមចេញភាពតានតឹងក៏រលាយបាត់ទៅតាមដង្ហើមនោះដែរមានអារម្មណ៍ថាស្មារបស់អ្នកស្រាលជាងមុនឬទេមានអារម្មណ៍ថាទ្រូងរបស់អ្នកក៏កាន់តែធូរជាងមុនដែរឬទេមានអារម្មណ៍ថាសាច់ដុំដៃជើងរបស់អ្នកក៏បានស្បើយតែហើយមែនទេប្រកបណាស់ឥឡូវនេះរាងកាយទាំងមូលរបស់អ្នកមានអារម្មណ៍ថាស្រាលស្រានមានសុវត្ថិភាពនិងមានសេរីភាពជាងមុនហើយឥឡូវសាកស្រមៃថាចិត្តរបស់អ្នកជាបន្ទប់មួយដែលទទេស្អាតនៅក្នុងបន្ទប់នេះអ្នកកំពុងឃើញអេក្រង់បណ្ដាញសង្គមជាច្រើនដែលអេក្រង់នីមួយៗមានបង្ហោះមាតិកាជាច្រើនលើសលប់មានទាំងមតិយោបល់វីដេអូរូបភាពនិងការអស់មើលចុះឡើងមិនចេះចប់មិនចេះហើយអេក្រង់ខ្លះបង្ហាញភាពអវិជ្ជមានជាច្រើនដូចជាអំពើហិង្សាការសាហាវការឈ្លោះប្រកែកគ្នារឿងតក់ស្លុតកំសត់ប្រត់ប្រាស់និងសម្ដីរំខានគ្មានប្រយោជន៍ជាច្រើនសង្កេតមើលថាតើបេះដូងរបស់អ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកឃើញលំហូរមិនចេះចប់មិនចេះហើយបែបនេះមានអារម្មណ៍ថាតប់ប្រមល់ឬទេ